រៀបសួរលោកគ្រូខ្ញុំបាទឈ្មោះហ៊ុតផានិតមកអនុវត្តការងារទី2ទាក់ទងជាមួយនឹងការប្រើប្រាស់ command line មួយចំនួននៅក្នុង Linux OS របស់យើងបាទអញ្ចឹងទី1និយាយតាក់ទងជាមួយនឹង print working directory អញ្ចឹង print working directory នេះគឺយើងប្រើដើម្បីចង់ដឹងថាឥឡូវនេះយើងឈរនៅទីតាំងណាអញ្ចឹង command របស់វាគឺ pwd បាទឥឡូវនេះគឺខ្ញុំកំពុងតែឈរនៅក្នុង home directory បន្ទាប់មកទៀតខ្ញុំធ្វើការ change directory ទៅកាន់ folder tmp បាទគឺ temporary folder បាទឥឡូវនេះគឺខ្ញុំឈរនៅក្នុង folder tmp បន្ទាប់មកខ្ញុំធ្វើការចូលដល់ចំណុចទី3គឺ create folder អញ្ចឹងនៅក្នុងការ create folder នេះគឺយើងមាន sub folder នៅក្នុងចំនួន3ទៀតបាទដែលមានទី1 dot ទី2 image និងទី3 backup អញ្ចឹងដើម្បីធ្វើការបង្កើត folder គឺយើងប្រើប្រាស់ command mkdir make directory បន្ទាប់មកទៀតដោយសារតែយើងបង្កើត sub folder នៅក្នុង folder នឹងមានច្រើនអញ្ចឹងយើងត្រូវការប្រើប្រាស់ដក p ដែលមានន័យថា parent វាអនុញ្ញាតឲ្យយើងសរសេរ command line មួយជួរហ្នឹងគឺអាចបង្កើត folder sub folder ក្នុងនឹងបានច្រើនបាទអញ្ចឹងបន្ទាប់មកទៀតគឺឈ្មោះ folder អញ្ចឹង folder គឺឈ្មោះ my directory បាទបន្ទាប់មកទៀតនៅក្នុង folder my directory នេះខ្ញុំចង់បង្កើត sub folder ដែលមានឈ្មោះទី1 doc ទី2 image និងទី3 backup file backup បាទអញ្ចឹងខ្ញុំ enter ទៅបន្ទាប់មកទៀតខ្ញុំធ្វើការ list នៅក្នុងធ្វើការ list មើលfolder ដែលខ្ញុំបានបង្កើតមិញគឺ my directory នៅក្នុង folder tmp ហ្នឹងបាទនេះគឺ folder my directory អញ្ចឹងខ្ញុំធ្វើការ cd ទៅកាន់ my directory បន្ទាប់មកខ្ញុំធ្វើការ list មើលថានៅក្នុង folder my directory នេះមាន folder អីគេខ្លះអញ្ចឹងមាន3នេះបាទដែលខ្ញុំបានបង្កើតមិញហ្នឹងអញ្ចឹងបន្ទាប់មកទៀតតកតងជាមួយនឹងចំណុចលេខ4នេះគឺយើងបង្កើត file 2នៅក្នុង folder doc បាទអញ្ចឹងដើម្បីធ្វើការប្រើប្រាស់ command line ក្នុងការបង្កើត file គឺយើងប្រើ touch បាទយើងប្រើប្រាស់សំទោសអញ្ចឹងយើងចូលទៅក្នុងយើងធ្វើការ cd ចូលទៅក្នុងfolder doc យើងសិនបាទបន្ទាប់មកបានយើងធ្វើការបង្កើត file យើងប្រើប្រាស់ touch បន្ទាប់មកទៀតបាទគឺអឺបាទអញ្ចឹងយើងធ្វើការដាក់ឈ្មោះបន្តតាមខ្ញុំដាក់ឈ្មោះថា file01.txt ទៅហើយបន្ទាប់មកទៀតfile មួយទៀតគឺខ្ញុំសាក enter មួយអញ្ចឹងខ្ញុំបង្កើតមួយទៀតខ្ញុំដាក់02ទៅបាទអញ្ចឹងខ្ញុំធ្វើការ list មើលនៅក្នុង folder doc ហ្នឹងអញ្ចឹងយើងឃើញថាមាន2 file បាទការពិតទៅយើងអាចមិនចាំចូលទៅដល់ក្នុង folder doc នឹងដើម្បីបង្កើត file នៅក្នុងហ្នឹងយើងអាចចេញមកខាងក្រៅfolder my directory នេះដើម្បីបង្កើតក៏បានដែរបាទអញ្ចឹងដើម្បីបង្កើតនៅខាងក្រៅfolder my directory នេះឥឡូវខ្ញុំ clear វាចោលមួយបាទអញ្ចឹងខ្ញុំ cd ដកសំទោសអត់ដក clear បាទអញ្ចឹងខ្ញុំ cd ដកមួយទៀតដើម្បីចេញពី my directory file អញ្ចឹងដើម្បីបង្កើត folder សំទោសលោកគ្រូដើម្បីបង្កើត file នៅក្នុង folder doc មិញហើយមិនចាំបាច់ change directory ចូលទៅដល់ direct ដល់ folder doc ទេអញ្ចឹងយើងអាចបង្កើតពីក្រៅបានអញ្ចឹងយើងចាប់ផ្ដើមវាយ command អញ្ចឹងយើងវាយ command toc touch បន្ទាប់មកគឺយើងវាយ directory
directory មេរបស់យើងហ្នឹងគឺ my directory បាទបន្តមកទៀតយើងវាយ folder ដែលយើងចង់បង្កើត file នៅក្នុងហ្នឹងគឺ doc បាទបន្ទាប់មកគឺឈ្មោះ file ជាងឧទាហរណ៍ថាមិញហ្នឹងខ្ញុំបានបង្កើត file 01 file 02ហើយឥឡូវខ្ញុំដាក់file 03.txt ជាមួយនឹងឥឡូវខ្ញុំ enter មួយសិនឥឡូវខ្ញុំចង់ដឹងថាខ្ញុំកើតអញ្ចឹងបានអត់ហើយខ្ញុំ cd ទៅកាន់ my directory បន្ទាប់មកទៅកាន់ doc ហើយខ្ញុំធ្វើការ list មើលអូខេអញ្ចឹង file 03នេះក៏បានបង្កើតដែរបាទអញ្ចឹងមួយទៀតតាក់ទងជាមួយនឹងcopy file បាទតាក់ទងជាមួយនឹងការ copy file អញ្ចឹងដើម្បីធ្វើការ copy file បានគឺយើងប្រើប្រាស់ command cp ហើយយើង copy ពី doc folder ហ្នឹងទៅកាន់ folder backup បាទអញ្ចឹងឥឡូវខ្ញុំ cd ចេញមកក្រៅសិនមកបាទអញ្ចឹងដើម្បីធ្វើការ copy គឺយើងវាយ command cp ដែលពាក្យពេញវា copy ហ្នឹងបន្ទាប់មកគឺយើងវាយឈ្មោះ directory គឺ my directory ហ្នឹងហើយ directory sub directory នៅក្នុងហ្នឹងគឺdoc បាទបន្ទាប់មកយើងវាយផ្កាយហើយផ្កាយមានន័យថាយើង copy គ្រប់ file ទាំងអស់ដែលមាននៅក្នុង directory doc ហ្នឹងហើយបន្ទាប់មកគឺយើងចង់ copy ទៅណាគឺ copy ទៅកាន់ my directory បន្ទាប់មកចូលទៅក្នុង sub folder ឈ្មោះថា backup enter ទៅបាទអញ្ចឹងឥឡូវខ្ញុំសាក change directory ទៅកាន់ my directory backup បន្ទាប់មកខ្ញុំធ្វើការ list វាមើលសំទោស comment ខុសបាទបន្ទាប់មកខ្ញុំធ្វើការ ls អញ្ចឹងយើងឃើញថានៅក្នុង folder backup នេះគឺមាន file ចំនួន3ដែលយើងបាន copy ពីក្នុង folder doc មិញបាទអញ្ចឹងតកតងជាមួយនឹងចំណុចបន្ទាប់ទៀតចំណុចទី6គឺការប្រើប្រាស់ tree command ការប្រើប្រាស់ tree command នេះគឺយើងប្រើដើម្បីមើលទៅលើ structure directory របស់យើងបាទអញ្ចឹងឥឡូវនេះខ្ញុំ cd ចេញទៅក្រៅសិនឥឡូវនេះខ្ញុំឈរនៅលើ tmp directory អញ្ចឹងដើម្បីប្រើប្រាស់ command tree គឺយើងគ្រាន់តែsay tree បន្ទាប់មក directory ណាដែលយើងចង់មើល structure របស់វាដល់ថាខ្ញុំចង់មើលទៅលើ my directory មិនចោះដោយសារតា tree ខ្ញុំអត់ទាន់បាន install ទេខ្ញុំនឹងធ្វើការ install tree មួយសិនបាទដើម្បី install tree ដូចជាយើងប្រើប្រាស់ command sudo នេះគឺបើសិនជាយើងប្រៀបទៅក្នុង Windows វាដូចជាយើង run as admin នេះបាទបន្ទាប់មកគឺ install tree ហើយខ្ញុំធ្វើការវាយ password 123reinstall have more information សំទោសលោកគ្រូខ្ញុំប្រើប្រាស់ command ខុសអញ្ចឹងមុននឹងធ្វើការ download គឺយើង update ទៅលើ package version អញ្ចឹងយើងប្រើប្រាស់ command sudo apt update បាទអញ្ចឹងបន្ទាប់ពី upgrade ហើយខ្ញុំធ្វើការ install tree គឺយើងប្រើប្រាស់ command sudo apt install tree ហើយយើងចាំវាបន្តិចទៅបាទអញ្ចឹងមិញហ្នឹងបាន install tree ចប់ហើយអញ្ចឹងយើងធ្វើការ clear វាមកទៅឲ្យស្រួលមើលបន្តិចបន្ទាប់មកខ្ញុំធ្វើការ change directory ទៅកាន់ directory tmp វិញសិន
ហើយបន្ទាប់មកខ្ញុំចូលទៅកាន់អូខេអញ្ចឹងខ្ញុំចូលទៅកាន់តែ TNT ទេបន្ទាប់មកខ្ញុំធ្វើការ tree ទៅមើលfolder ដែលខ្ញុំបានបង្កើតមិញគឺ my directory បាទអញ្ចឹងនេះគឺជា structure directory my directory ដែលខ្ញុំបានបង្កើតបាទអញ្ចឹង lab ទី2មានប៉ុណ្ណឹងបាទអរគុណលោកគ្រូ